អាជ្ញាធរខណ្ឌមានជ័យបើកយុទ្ធនាការផ្សព្វផ្សាយអនុក្រឹត្យលេខ03អស់នៅក្របបកពង្រឹងសន្តិសុខសុវត្ថិភាពតាមទីតាំងស្នាក់នៅប្រមូលផ្ដុំនិងជំរុញការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែខិតជិតមូលដ្ឋានភ្នំពេញនៅក្នុងស្មារតីទទួលខុសត្រូវខ្ពស់លើការថែរក្សាសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋនៅថ្ងៃអង្គារទី21ខែកក្កដាឆ្នាំ2026នេះលោកសេងគុណអភិបាលនៃគណៈអភិបាលខណ្ឌមានជ័យបានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ03អស់នៅក្របបកចុះថ្ងៃទី5ខែមករាឆ្នាំ2026ស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំជូនដល់ម្ចាស់និងអ្នកគ្រប់គ្រងទីតាំងស្នាក់នៅនានាមកពីសង្កាត់ទាំង7ក្នុងភូមិសាស្ត្រខណ្ឌមានជ័យគោលបំណងនិងសារៈសំខាន់នៃកិច្ចប្រជុំនេះត្រូវបានរៀបចំឡើងយ៉ាងមានរបៀបរៀបរយដោយមានការអញ្ជើញចូលរួមយ៉ាងកកកពីសំណាក់ម្ចាស់និងអ្នកគ្រប់គ្រងខុនដូអាផាតធមិនបូរីសន្តាគារផ្ទះសំណាក់បន្ទប់ជួលផ្ទះជួលនិងទីតាំងស្នាក់នៅប្រមូលផ្ដុំផ្សេងទៀតទិសដៅសំខាន់នៃអង្គប្រជុំរួមមានពង្រឹងណែនាំអំពីទូនីតិភារកិច្ចនិងការទទួលខុសត្រូវផ្នែកច្បាប់របស់ម្ចាស់ទីតាំងឬអ្នកគ្រប់គ្រងបង្កើនកិច្ចសហការជាមួយអាជ្ញាធរនិងសមត្ថកិច្ចក្នុងការគ្រប់គ្រងថែរក្សាសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈបង្ការនិងទប់ស្កាត់រួមគ្នាកំណត់មុខសញ្ញាដោះស្រាយបញ្ហាប្រឈមនិងទប់ស្កាត់បទល្មើសផ្សេងដែលអាចកើតមានឡើងនៅតាមទីតាំងរស់នៅប្រមូលផ្ដុំឲ្យបានទាន់ពេលវេលាការអំពាវនាវនិងការបដិញ្ញាចិត្តរបស់អាជ្ញាធរខណ្ឌនៅក្នុងឱកាសនោះលោកសេងគុណអភិបាលខណ្ឌមានជ័យបានសម្ដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ព្រមទាំងបានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋម្ចាស់ទីតាំងនិងអ្នកគ្រប់គ្រងទីតាំងស្នាក់នៅទាំងអស់ឲ្យបន្តផ្ដល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានលោកអភិបាលបានគូសបញ្ជាក់ថាការផ្ដល់ព័ត៌មានទាន់ហេតុការណ៍និងការអនុវត្តតាមបទបញ្ញត្តិដែលបានកំណត់គឺជាសោរគន្លឹះយ៉ាងសំខាន់ក្នុងការបង្កើនបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាពសុខសាន្តនិងសណ្ដាប់ធ្នាប់ល្អជូនដល់ប្រជាពលរដ្ឋគ្រប់រូបការដាស់តឿនលើការផ្ដល់សេវាលិខិតបញ្ជាក់កិច្ចសន្យាជួលអចលនវត្ថុនៅយន្តការច្រកចេញចូលតែមួយទន្ទឹមនឹងនេះផ្អែកតាមសេចក្តីជូនដំណឹងលេខ030/46សជំនអចុះថ្ងៃទី17ខែកក្កដាឆ្នាំ2026របស់រដ្ឋបាលរាជធានីភ្នំពេញអាជ្ញាធរខណ្ឌមានជ័យក៏បានធ្វើការផ្សព្វផ្សាយបន្ថែមអំពីការផ្ដល់សេវារដ្ឋបាលឲ្យកាន់តែខិតជិតប្រជាពលរដ្ឋសេវារដ្ឋបាលសំខាន់នៅសាលាខណ្ឌយន្តការច្រកចេញចូលតែមួយលិខិតបញ្ជាក់កិច្ចសន្យាជួលអចលនវត្ថុដីផ្ទះអគារសំណង់ឃ្លាំងជាដើមលិខិតបញ្ជាក់កិច្ចសន្យាជួលតូបនិងយានជំនិះលិខិតបញ្ជាក់ផ្ទះជួលឬបន្ទប់ជួលស្នាក់នៅការរៀបចំយន្តការនេះស្ដែងឲ្យឃើញយ៉ាងច្បាស់ពីចក្ខុវិស័យនិងគុណសម្បត្តិដ៏ប្រពៃរបស់រដ្ឋបាលរាជធានីភ្នំពេញរដ្ឋបាលខណ្ឌទាំង14និងរដ្ឋបាលសង្កាត់ទាំង105ដែលបានខិតខំកែតម្រង់ការផ្ដល់សេវារដ្ឋបាលប្រកបដោយគុណភាពប្រសិទ្ធភាពគណនេយ្យភាពតម្លាភាពនិងភាពឆាប់រហ័សដើម្បីឆ្លើយតបតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនិងធុរជនព្រមទាំងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋានអាជ្ញាធរខណ្ឌសូមជម្រាបជូនប្រជាពលរដ្ឋដែលមានបំណងធ្វើលិខិតបញ្ជាក់កិច្ចសន្យាជួលឬលិខិតបញ្ជាក់ផ្ទះជួលបន្ទប់ស្នាក់នៅសូមអញ្ជើញទៅទទួលសេវានៅសាលាសង្កាត់ដែលអចលនវត្ថុនោះស្ថិតនៅរៀងរាល់ម៉ោងធ្វើការស្របតាមនីតិវិធីដែលមានជាធរមានរាយការណ៍ដោយលោកវង្សសុករដ្ឋាហៅប្រមាញ់01